សុស្ដីទាំងអស់គ្នាជួបគ្នាម្ដងទៀតហើយក្នុងរឿងសាកាម៉ូតូ Day នៅថ្ងៃនេះខ្ញុំនិយាយបកស្រាយភាគទី1តោះកុំឲ្យខាត់ពេលយូរយើងមកតាមដានការសម្ដែងទាំងអស់គ្នាតាមសាច់រឿងយើងឃើញបរិសង្ហាពាក់វ៉ែនតាជាមួយសក់ពើសគាត់មានឈ្មោះថា Taro Sakamoto ដែលគាត់នឹងគឺជាតួអង្គឯករបស់យើងនឹងហើយនៅពេលនេះ Sakamoto បានទៅអគារដែលគេបោះបង់ចោលមួយកន្លែងដើម្បីបំពេញភារកិច្ចរបស់គាត់នៅទីនោះយើងឃើញមានមនុស្ស4ដល់20នាក់ដែលមានអាវុធគ្រប់ដៃប៉ុន្តែជាមួយនឹងទឹកមុខភ័យតក់ស្លុតទៅវិញមនុស្សមួយក្រុមនោះបានបាញ់ប្រហារទៅលើបរិសង្ហា Sakamoto របស់យើងប៉ុន្តែគ្មាននរណាម្នាក់អាចបាញ់ Sakamoto ទៅឡើយនេះក៏ព្រោះតែភាពរហ័សរហួនគូផ្សំនឹងវិជ្ជាគុណដ៏ខ្លាំងក្លាផងនោះត្រឹមតែមួយប្រព្រឹត្តភ្នែកតែប៉ុណ្ណោះ Sakamoto អាចចាត់ការក្រុមអន្តរពលនោះបានយ៉ាងងាយស្រួលដោយសារតែទឹកដៃខ្លាំងក្លាគ្មានគូប្រៀបបែបនេះហើយទើបគេឈ្មោះរបស់គាត់នឹងល្បីរន្ទឺនៅក្នុងសង្គមងងឹតមនុស្សក្រោមមេឃលើដីសុទ្ធតែទទួលស្គាល់ថ្វីដៃរបស់ Sakamoto ក្រុមអន្តរពលនិងធាតុករបានខ្លាចរអានៅពេលដែលបានឮឈ្មោះរបស់គាត់រហូតដល់មនុស្សមួយចំនួននោះបានចាត់ទុក Sakamoto របស់យើងនឹងគឺជា idol របស់ពួកគេទៅទៀតប៉ុន្តែនៅថ្ងៃមួយ Sakamoto របស់យើងបានជួបនឹងនារីម្នាក់ដែលអាចទាក់ចិត្តរបស់គាត់នឹងឲ្យដើរចេញពីវិស័យធាតុករបាន Sakamoto បានឈប់ប្រឡូកនៅក្នុងសង្គមងងឹតដូចមុនទៀតគាត់បានរៀបការនិងសាងគ្រួសារហើយមានកូនស្រីម្នាក់ហើយនេះគឺជា Sakamoto របស់យើងនៅពេលបច្ចុប្បន្នធ្លាប់តែជាកម្ពុជាធាតុករដែលមានរាងសង្ហាប៉ុន្តែ Sakamoto ពេលនេះបានប្រែក្លាយទៅជាលោកពូម៉ាប់ដូចជាអ្នកកាប់សាច់ជ្រូកទៅវិញរាល់ថ្ងៃហ្នឹង Sakamoto និងភរិយារបស់គាត់បានបើកហាងលក់អីវ៉ាន់មួយនៅក្នុងទីក្រុង Tokyo នៅព្រឹកមួយបានលេចមុខបុរសម្នាក់ដែលគាត់មានសក់ពណ៌លឿងគាត់មានឈ្មោះថា Shin ព្យាយាមតាមស្វែងរក Sakamoto របស់យើងគ្រប់ទីកន្លែងរហូតធ្វើឲ្យគាត់បានមកដល់ទីនេះ Shin ក៏ធ្លាប់ជាដៃគូធ្វើការជាធាតុករជាមួយ Sakamoto កាលពីអតីត Shin គឺមានសមត្ថភាពពិសេសមួយគឺគាត់អាចអានចិត្តអ្នករាល់គ្នាដែលនៅជិតគាត់ងាកមកមើលនៅក្នុងហាងរបស់ Sakamoto យើងវិញម្ដងខណៈពេលដែលក្មេងប្រុសម្នាក់លេងនៅទីនោះគេបានធ្វើឲ្យទឹកថ្នាំខ្ទាតចេញពីកាបូបរបស់គេហើយខ្ទាតប៉ះចំខោបរិសម្នាក់បរិសនោះរៀបនឹងចាត់ការអាក្មេងរពើនោះហើយសពតែ Sakamoto របស់យើងបានចាប់ដៃគាត់ជាប់ហើយគាត់យកខ្មៅដៃចាក់ចូលបំពង់កបរិសនោះឈប់សិនអ្នកទាំងអស់គ្នាវាគ្រាន់តែជាការគិតរបស់គាត់នោះទេ Sakamoto ធ្លាប់តែដោះស្រាយបញ្ហាដោយការសម្លាប់តែពេលនេះគាត់បានផ្លាស់ប្ដូរហើយ Shin ក៏នៅក្នុងហេតុការណ៍នោះដែរគាត់បានឃើញហើយគាត់ក៏និយាយគ្រប់ហេតុការណ៍ដែលបានកាត់ឡើងក៏ដូចជាការគិតរបស់ Sakamoto ទៅលើបរិសម្នាក់នោះដោយនិយាយច្រើនឲ្យបានការ Sakamoto បានហោះទៅទះគិតមួយកំភ្លៀងមនុស្សចាស់ដែលធ្វើឲ្យ Shin នឹងប៊ីបាក់កចាំតិចសិនអ្នកទាំងអស់គ្នាវាក៏ជាការគិតរបស់ Sakamoto ទៀតហើយ Shin កាលដែលបានឃើញដូចនោះគាត់ក៏ប្រញាប់ប្រញាល់ណែនាំខ្លួនរបស់គាត់ឲ្យ Sakamoto បានស្គាល់ក៏ព្រោះតែគាត់មិនចង់ឈឺខ្លួននោះទេ Sakamoto និង Shin បានចេញទៅអង្គុយនិយាយគ្នានៅខាងក្រៅ Shin បាននិយាយលួងលោមឲ្យ Sakamoto វិលត្រឡប់ទៅធ្វើជាកម្ពុជាធាតុករដូចកាលពីមុនប៉ុន្តែត្រូវបាន Sakamoto របស់យើងនឹងនិយាយបដិសេធក៏ព្រោះតែគាត់នឹងគឺមិនចង់ត្រឡប់ទៅធ្វើជាធាតុករដូចមុនទៀតទេដោយ Sakamoto គ្រាន់តែនិយាយនៅក្នុងចិត្តរបស់គាត់ឲ្យ Shin ដឹងតែប៉ុណ្ណោះ Shin ក៏ចាប់ផ្ដើមកាត់ចិត្តខឹងមូម៉ៅហើយដកបារីយកមកជក់ដើម្បីរំងាប់អារម្មណ៍មិនទាន់នឹងបានអុចបារីផងស្រាប់តែបារីរបស់ Shin នឹងដាច់ជាពីរកំណាត់អានេះគឺដោយសារតែស្នាដៃរបស់ Sakamoto នឹងហើយ Sakamoto បានចង្អុលទៅលើផ្លាកនៅលើជញ្ជាំងហើយនិយាយថាអាក្អូនកុំជក់បារីនៅហាងរបស់បង Shin កាលដែលបានឃើញសមត្ថភាពរបស់ Sakamoto ហើយគាត់មានការភ្ញាក់ផ្អើលចំពោះភាពដ៏សែនរហ័សរបស់ Sakamoto ហើយគាត់ក៏និយាយថាអ្វីត្បិតតែគាត់កំាប់ក៏ពិតមែនប៉ុន្តែទឹកដៃរបស់គាត់គឺនៅដដែលស្រាប់ពេលនោះមានអ៊ំប្រុសម្នាក់ដែលជិះកង់មកពឹងឲ្យ Sakamoto នោះជួយគាត់រឿងមួយ Shin កាលដែលបានឮដូចនោះគាត់បែរជាគិតថាប្រហែលជាអ៊ំប្រុសម្នាក់នោះប្រើឲ្យ Sakamoto យើងទៅសម្លាប់នរណាគេម្នាក់ហើយមកទៅប៉ុន្តែជាការពិតទៅអ៊ំប្រុសម្នាក់នោះគឺគាត់ពឹងឲ្យ Sakamoto នោះជួយកាត់មែកឈើឲ្យគាត់តែគាត់កាត់មិនដល់តែប៉ុណ្ណោះយើងក៏បានឃើញថាមិនមែនតែអ៊ំប្រុសម្នាក់នោះទេសូម្បីតែអ្នកជិតខាងអ្នកភូមិដែលរស់នៅជាមួយគាត់នឹងគឺសុទ្ធតែពឹងពាក់ Sakamoto របស់យើងឲ្យជួយពួកគេទាំងអស់គ្នាតាមសកម្មភាពរបស់គាត់វាអាចបញ្ជាក់ឲ្យយើងឃើញថា Sakamoto បានកែខ្លួនពីកម្ពុជាធាតុករមកធ្វើជាកម្ពុជាមនុស្សចិត្តល្អវិញដែលចេះជួយអ្នកដទៃនឹងឯង Shin កាលដែលបានឃើញគ្រប់សកម្មភាពរបស់ Sakamoto ហើយគាត់ក៏គិតថាប្រហែលជា Sakamoto នឹងធ្វើគ្រប់បែបយ៉ាងហ្នឹងគឺដើម្បីលាក់ប្រវត្តិរបស់គាត់កុំឲ្យគេដឹងថាគាត់នឹងគឺជាកម្ពុជាធាតុករហើយមកទៅ Shin បានត្រឡប់ទៅឡានរបស់គាត់វិញដោយមិនអស់ចិត្តនៅក្នុងឡានរបស់គាត់ Shin នៅតែបន្តគិតថាត្រឹមតែរយៈពេល5ឆ្នាំសោះ Sakamoto បានប្រែពីធាតុករដៃឆៅមកក្លាយជាមនុស្សស្លូតបូតទៅវិញទោះជាឥឡូវ Sakamoto ធាត់ដូចជាពូម៉ាប់កាប់ជ្រូកក៏ដោយក៏គាត់នៅតែជា idol របស់គេដដែលShin សង្ឃឹមថាថ្ងៃមួយគាត់នឹងអាចធ្វើការជាមួយនឹង Sakamoto ម្ដងទៀតរំពេចនោះចៅហ្វាយរបស់ Shin បានទេមើលស៊ូគាត់ថាយ៉ាងម៉េចហើយរឿងដែលឲ្យមកបញ្ចុះបញ្ចូល Sakamoto ឲ្យត្រឡប់ទៅធ្វើជាធាតុករនិងបន្តធ្វើការឲ្យគាត់ឥឡូវវាដំណើរការដដែលហើយ Shin បានតបវិញថាពួកយើងគូតែដោះលែង Sakamoto ទៅ
ក៏ព្រោះតែពេលនេះគាត់មានគ្រួសារហើយមួយវិញទៀតសកាម៉ាតូបានខ្លាចជាមនុស្សកន្ធត់ទៀតអញ្ចឹងគាត់មិនអាចបង្កជាបញ្ហាដល់ក្រុមម៉ាហ្វៀរបស់លោកដែរចៅហ្វាយរបស់ស៊ីនបានតបទៀងកំហឹងថាគាត់មិនខ្វល់ទេសកាម៉ាតូល្មើសនឹងច្បាប់របស់គាត់អញ្ចឹងគេត្រូវតែស្លាប់ហើយគាត់បានបន្ថែមទៀតថាទោះបីស៊ីនមិនព្រមសម្លាប់សកាម៉ាតូក៏ដោយក៏គាត់នឹងបញ្ជូនធាតុករទៅសម្លាប់ដដែលលុះដល់យប់ឡើងស៊ីនក៏នៅតែបន្តគិតអារឿងដែលទៅសម្លាប់សកាម៉ាតូបើគាត់មិនសម្លាប់សកាម៉ាតូទេក៏គង់តែចៅហ្វាយរបស់គាត់នឹងបញ្ជូនមនុស្សឲ្យទៅសម្លាប់គាត់ដដែលស៊ីនក៏សម្រេចចិត្តថាគាត់នឹងទៅសម្លាប់សកាម៉ាតូនឹងដោយផ្ទាល់ដៃរបស់គាត់នៅព្រឹកថ្ងៃបន្ទាប់ស៊ីនបានធ្វើដំណើរទៅហាងរបស់សកាម៉ាតូពេលគេចូលទៅដល់ក្នុងហាងស៊ីនឃើញសកាម៉ាតូកំពុងអង្គុយអានកាសែតនិងប៊ីមស្ករគ្រាប់ឃើញមានឱកាសស៊ីនក៏ដកកំភ្លើងយ៉ាងលឿនបាញ់សម្លាប់សកាម៉ាតូប៉ុន្តែត្រូវបានសកាម៉ាតូនឹងព្រុសស្ករគ្រាប់ឲ្យហោះទៅបកនឹងគ្រាប់កំភ្លើងរបស់ស៊ីនធ្វើឲ្យគ្រាប់កំភ្លើងផ្លាតទៅចំរបស់ផ្សេងហើយភ្លាមនោះសកាម៉ាតូបានគប់ការ៉ែបញ្ឆាស៊ីននិងគេចខ្លួនយ៉ាងរហ័សស៊ីនគេបានប្រើសមត្ថភាពពិសេសរបស់គាត់ដើម្បីអានចិត្តក៏ដូចជាស្វែងរកកន្លែងរាក់ខ្លួនរបស់សកាម៉ាតូបន្ទាប់មកទៀតសកាម៉ាតូបានប្រើកស៊ូធ្វើជាអាវុធដើម្បីបាញ់ស្ករគ្រាប់ទៅរកស៊ីនប៉ុន្តែស៊ីនគេគេចផុតហើយបំរុងនឹងបាញ់សកាម៉ាតូទៅហើយតែបែរជាស៊ីននៅមកចំកណ្ដាស់ក្បាលទៅវិញសកាម៉ាតូបានបង្ហាញខ្លួនពីក្រោយស៊ីនហើយគាត់បានប្រលាស៊ីនមកជើងប៉ើងទៅកលិតអញ្ជាងបន្ទាប់ពីភ្ញាក់ពីការស្លាប់មកវិញស៊ីនបានរកឃើញថាឥឡូវហ្នឹងគឺគាត់នៅផ្ទះរបស់សកាម៉ាតូក្រុមគ្រួសាររបស់សកាម៉ាតូបានដឹងថាស៊ីនគាត់មកទីនេះគឺមិនមានបំណងល្អនោះទេប៉ុន្តែពួកគេនៅតែទទួលស្វាគមន៍និងចាត់ទុកគាត់ដូចជាក្រុមគ្រួសារអញ្ចឹងប្រពន្ធនិងកូនស្រីរបស់សកាម៉ាតូបានហៅស៊ីននឹងឲ្យទៅញ៉ាំបាយជុំគ្នាមុនដំបូងស៊ីនមិនហ៊ានញ៉ាំម្ហូបអាហារដែលនៅលើតុនោះទេព្រោះខ្លាចពួកគេនឹងដាក់ថ្នាំអំពុលគាត់ប៉ុន្តែពេលដែលមើលទៅម្ហូបគឺសុទ្ធតែគួរឲ្យចង់ញ៉ាំហើយត្រូវមិនបានគាត់ក៏សម្រេចចិត្តញ៉ាំពេលដែលគាត់ចក់មួយម៉ាត់ភ្លាមស្រាប់តែស៊ីនហូរទឹកភ្នែកដោយសារតែគេមិនដែលបានញ៉ាំម្ហូបដែលមានរសជាតិឆ្ងាញ់អញ្ចឹងទេស៊ីនចាប់ផ្ដើមយល់កាន់តែច្បាស់អំពីមូលហេតុដែលសកាម៉ាតូឈប់ធ្វើជាធាតុករហើយមករស់នៅក្នុងជីវភាពសាមញ្ញទៅវិញក៏ព្រោះតែពេលនេះសកាម៉ាតូមានគ្រួសារមួយដ៏កក់ក្ដៅហើយអាចរស់នៅក្នុងភាពស្ងប់ស្ងាត់ទៀតផងបន្ទាប់ពីញ៉ាំបាយហើយសកាម៉ាតូបានជូនដំណើរស៊ីនត្រឡប់ទៅវិញទៅដល់ខាងក្រៅស៊ីនបាននិយាយអរគុណសម្រាប់អាហារមួយពេលហ្នឹងសកាម៉ាតូមិនបាននិយាយអីនោះទេគឺគាត់គ្រាន់តែចង្អុលទៅអក្សរដែលនៅខាងមុខហាងរបស់គាត់ដែលវាមានន័យថាយើងសង្ឃឹមថាអ្នកនឹងត្រឡប់មកហាងរបស់ពួកយើងម្ដងទៀតស៊ីនក៏បានដើរចាក់ចេញពីទីនោះជាមួយនឹងពាក្យសម្ដីចុងក្រោយរបស់គាត់ថាគាត់គ្មានថ្ងៃអាចប្រៀបស្មើជាមួយនឹងសកាម៉ាតូបានឡើយនៅក្នុងយប់នោះផងដែរស៊ីនបានទៅជួបចៅហ្វាយនៃរបស់គេដើម្បីអង្វរកឲ្យគាត់នឹងព្រមដោះលែងនិងឈប់ទៅរំខានក្រុមគ្រួសាររបស់សកាម៉ាតូបន្តទៀតដោយស៊ីនបានយកអាយុជីវិតរបស់គាត់មកដោះដូរជាមួយនឹងសេរីភាពរបស់សកាម៉ាតូចៅហ្វាយរបស់ស៊ីនបាននិយាយថាប្រសិនបើគាត់ហ៊ានបាញ់សម្លាប់ខ្លួនឯងនោះគាត់នឹងព្រមដោះលែងសកាម៉ាតូប៉ុន្តែវាផ្ទុយពីការពិតនៅក្នុងចិត្តរបស់គាត់បែរជានិយាយថាទោះបីស៊ីនបាញ់សម្លាប់ខ្លួនឯងក៏ដោយក៏គាត់នៅតែតាមសម្លាប់សកាម៉ាតូដដែលហើយថែមទាំងថាស៊ីនគឺជាមនុស្សភ្លីភ្លើហើយមេម៉ាហ្វៀម្នាក់នោះចង់ឲ្យស៊ីនងើបឲ្យលឿនទៅមេម៉ាហ្វៀនោះភ្លេចគិតថាស៊ីនគាត់មានសមត្ថភាពដែលអាចអានចិត្តរបស់គាត់ស៊ីនបានបំបែកកំណងកំភ្លើងរបស់គាត់ទៅចៅហ្វាយរបស់ខ្លួនបន្ទាប់ពីដឹងថាស៊ីនដឹងពីគំនិតអាក្រក់របស់ខ្លួនហើយគាត់បានគេចខ្លួននិងបញ្ជាកូនចៅរបស់គាត់ឲ្យសម្លាប់ស៊ីនចោលកូនចៅរបស់មេម៉ាហ្វៀនោះបានបើកការបាញ់ប្រហារដើម្បីសម្លាប់ស៊ីនបើយើងងាកមកមើលសកាម៉ាតូនេះវិញយើងឃើញគាត់អង្គុយនៅក្នុងហាងនិងមានការនៅចិត្តជាតិរបស់គាត់បន្តិចក្រោយមកគាត់ដកការនោះចេញនិងបញ្ចូលលេខសម្ងាត់ទៅក្នុងកុំព្យូទ័រដើម្បីបើកបន្ទប់សម្ងាត់មួយដែលនៅក្នុងហាងនឹងនៅក្នុងបន្ទប់សម្ងាត់របស់គាត់យើងឃើញមានអាវុធជាច្រើនហើយនឹងមានគ្រប់ប្រភេទថែមទៀតត្រឡប់មកមើលស៊ីនវិញគេមានទឹកដៃខ្លាំងមិនធម្មតាដែរស៊ីនប្រើសមត្ថភាពពិសេសរបស់គាត់ដើម្បីអានចិត្តអ្នកដែលរៀបនឹងសម្លាប់គាត់ថ្មីត្បិតតែស៊ីនមានថ្មីដៃខ្លាំងក៏ពិតមែនប៉ុន្តែអ្នកដែលតាមសម្លាប់គាត់នឹងវាមានចំនួនច្រើនពេកហើយពេលនេះកំភ្លើងរបស់គាត់នឹងគឺចិត្តអស់គ្រាប់ទៀតនៅបងចុងក្រោយស៊ីនព្យាយាមបាញ់ផងនិងរកផ្លូវចាក់ចេញពីទីនោះផងតែមិនបានប្រុងប្រយ័ត្នស៊ីនបានត្រូវពួកមនុស្សអាក្រក់បាញ់គាត់ចំជើងក្រុមអន្តរជាតិទាំងនោះរៀបនឹងបញ្ចប់ជីវិតគេទៅហើយស្រាប់តែសកាម៉ាតូបានបង្ហាញខ្លួននឹងប្រើកំភ្លើងឆក់អ្នកទាំងអស់នោះឲ្យដេកសន្លប់នៅទីនោះទៅមេម៉ាហ្វៀកាត់តែឃើញសកាម៉ាតូបង្ហាញខ្លួននៅទីនោះគាត់ចាប់ផ្ដើមភ័យហើយបញ្ជាកូនចៅរបស់គាត់ឲ្យទៅសម្លាប់សកាម៉ាតូចោលពួកមនុស្សអាក្រក់ទាំងអស់ហ្នឹងសុទ្ធតែមានកំភ្លើងគ្រប់ដៃប៉ុន្តែសកាម៉ាតូរបស់យើងវិញគាត់ប្រើត្រឹមតែចង្កឹះហ្នឹងក៏អាចចាត់ការពួកវាបានដែរបើយើងមើលរូបរាងគាត់នៅពេលនេះគឺសកាម៉ាតូគឺមានរាងធាត់មែនទែនដូចជាពូម៉ាប់កាប់ជ្រុងអញ្ចឹងក៏ប៉ុន្តែវិជាគុណនៃការប្រយុទ្ធរបស់គាត់គឺនៅខ្លាំងដូចមុនដែរ
ត្រឹមតែប្រមាណវិនាទីតែប៉ុណ្ណោះសកាម៉ូតូអាចចាត់ការកូនចៅរបស់មេម៉ាហ្វៀនោះបានយ៉ាងងាយស្រួលបន្ទាប់ពីសម្លាប់ក្រុមម៉ាហ្វៀអស់ហើយឈិនបានសួរទៅសកាម៉ូតូហេតុអ្វីបានជាគាត់នឹងអាចរកទីតាំងរបស់គាត់ឃើញសកាម៉ូតូបានយកកំភ្លើងឈិនហើយដកកូនឈីបតូចមួយដែលគាត់បានបង្កប់នៅក្នុងនោះដែលជាការពិតទៅសកាម៉ូតូបានបង្កប់ឈីបនោះតាំងពីពេលដែលឈិនគេសន្លប់នៅក្នុងហាងរបស់គាត់ការដែលពួកគេទាំងពីរនោះវាយគ្នាពីលើកមុនឈិនបានប្រាប់ឲ្យសកាម៉ូតូនោះកុំបារម្ភពីគាត់ទៀតអីក៏ព្រោះតែគាត់សម្រេចចិត្តនឹងចាក់ចេញពីទីក្រុងនេះនៅពេលនោះសកាម៉ូតូបានគប់អេប្រុនចំកណ្ដាលមុខគាត់ធ្វើអញ្ចឹងគឺចង់មានន័យថាឲ្យឈិននឹងគឺធ្វើការនៅក្នុងហាងរបស់គាត់ចាប់ពីថ្ងៃនោះមកស៊ិនធ្វើការជាអ្នកគិតលុយក៏ដូចជាអ្នកកាន់ស្តុកនៅក្នុងហាងរបស់សកាម៉ូតូអូខេអ្នកទាំងអស់គ្នាសកាម៉ូតូ Day ភាគ1របស់យើងបានមកដល់ទីបញ្ចប់ហើយពួកយើងនឹងជួបគ្នាម្ដងទៀតនៅក្នុងភាគ2ជាចុងក្រោយខ្ញុំអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានវីដេអូនេះតាំងពីដើមរហូតដល់ចប់